បងអូនណាចូលចិត្តហូបត្រាវបំពងណាបងប្អូនអើយប៉ុន្តែបងអូនហ្នឹងណាអត់ចេះដាំត្រាវទេនិយាយមែនណាហើយគេលោកប្តីឲ្យគេដឹងដាំអីដាំបានប៉ុន្តែដាំត្រាវដាំអត់បានមកពីដីមានបងប្អូនចាជម្រាបសួរលោកពុកអ្នកម្ដាយលោកពូអ្នកមីងបងប្អូនកូនជាទីស្រឡាញ់ថ្ងៃនេះធ្វើមុខម្ហូបស្ទីលទៀតហើយណាបងប្អូនបងអធិស្ឋានផងណាចានាងខ្ញុំទិញត្រាវហ្នឹងដោយសារតែលោកប្តីគាត់ចូលចិត្តបងប្អូនចាហើយទិញតាំងពីកន្លះខែមុនតាំងពីនាងខ្ញុំនៅភ្នំពេញបងប្អូនថាមកដល់ភ្លាមនឹងបំពងជូនគាត់បងប្អូនប៉ុន្តែផ្លិចរហូតដល់ត្រាវនឹងដោះបងប្អូនអើយចាថាឲ្យលោកប្តីសាក់លបងដាំដែរគាត់បានដោះប៉ុន្តែគាត់ថាអត់ទេរដូវប្រាំងដាំត្រាវណាដោះចាក៏សម្រេចចិត្តយកមកបំពងជូនគាត់ទៅបងប្អូនអើយត្រាវនឹងលោកប្តីនាងខ្ញុំចូលចិត្តណាស់បងប្អូនចាប៉ុន្តែអត់ចេះដាំទេចាហើយជានិច្ចការគឺនាងខ្ញុំជៀនបែបលក្ខណៈធម្មតាទេបងប្អូនគឺនាងខ្ញុំបំពងវាហ្នឹងអត់មានប្រើម្សៅអត់មានប្រើអីទេនាងខ្ញុំប្រើប្រេងឆាទឹកទី1ចិត្តវាឲ្យស្ដាងបំពងវាឲ្យស្រួយហូបមកខ្ញុកឆ្ងាញ់ណាស់បងប្អូនចាចំពោះការបំពងមាន់នេះវិញបងប្អូនចង់លក្ខណៈអត់យកទៅស្ងោរក៏បានដែរប៉ុន្តែនាងខ្ញុំយកវាមកស្ងោរមួយទឹកចាលាងវាឲ្យស្អាតអញ្ចឹងមកនាងខ្ញុំដាក់ជាតិចាហើយនាងខ្ញុំអត់ដាក់ជាតិផ្អែមទេណាចានាងខ្ញុំដាក់ទឹកត្រីដាក់ម្សៅស៊ុបអីហ្នឹងមកបន្ទាប់ហើយគឺនាងខ្ញុំស្រោះវាចាតែមួយទឹកទេត្រឹមតែមួយពុះនាងខ្ញុំដាក់ទឹកកកឲ្យស្រួយរួចហើយនាងខ្ញុំសម្ដិលវាឲ្យវាស្ងួតទឹកបងប្អូនបន្ទាប់មកគឺនាងខ្ញុំទៅកាត់ស្លឹកខ្ទឹមចាកាលណាបងប្អូនអត់ដាក់ស្លឹកខ្ទឹមបងប្អូននឹងអត់ឈ្ងុយទេជាពិសេសខ្ទឹមបំពងខ្ទឹមសតែម្ដងពីរហ្នឹងត្រូវដាក់ស្មើគ្នាបានវាឈ្ងុយណាបំពងប្រើភ្លើងនិយាយចំមុនដំបូងប្រើភ្លើងខ្លាំងបន្ទាប់មកយើងបន្ថយ 50% រួចហើយយើងលើកវាចាបន្ទាប់ពីលើកវាហើយគឺយើងចាក់ខ្លាញ់នឹងចេញឲ្យអស់ហើយបានយើងចាប់ផ្ដើមបិទហ្គាសចានិយាយចាំបិទហ្គាសតាំងពីពេលយើងលើកខ្ទឹមសកូនអូនចាបន្ទាប់ហើយយើងដាក់ម្សៅ barbecue យើងដាក់ជាមួយទឹកដោះគោខាប់រួចហើយយើងលួចជាមួយប្រេងខ្យងបន្តិចមកដើម្បីឲ្យវាឈ្ងុយបន្ទាប់មកយើងដាក់ស្ករត្នោតស្ករអំពៅចាទឹកខ្មុំនិយាយចាំបន្តិចអញ្ចឹងណាបងប្អូននៅពេលដែលបងប្អូនដាក់បន្តិចឲ្យច្រើនមុខអញ្ចឹងរួចហើយបងប្អូនក្លុកចូលគ្នារសជាតិមួយនេះឆ្ងាញ់ណាស់ជាពិសេសយកទៅបំពងជាមួយនឹងបង្កងចាចំពោះបងចាបើចំពោះកូនអូនដែលមានថ្មិញដែលចូលចិត្តលក្ខណៈបរិយាកាសឈៀជាអីហ្នឹងគឺត្រូវឲ្យបងប្អូនចាមុខម្ហូបមួយនេះឡងឈ្ងុយឡងឈ្ងុយម្សៅ barbecue ឈ្ងុយស្លឹកខ្ទឹមបំពងអីហ្នឹងណាអូយកប់ណាហេងទាំងអស់គ្នាណា